Và sự đây nèទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកជួបមុខម្ហូបមួយមុខទៀតជាមួយនឹងប្រភេទអន្ទង់ដូចគ្នាប៉ុន្តែគិតជាប្រភេទឆាគ្រឿងអន្ទង់បាទដោយសារតែមានការសំណូមពរឲ្យខ្ញុំធ្វើឆាគ្រឿងអន្ទង់ថ្ងៃនេះខ្ញុំធ្វើឆាគ្រឿងអន្ទង់ជូនអ្នកទាំងអស់គ្នាមើលមួយបាទជាដំបូងឡើយយើងរៀបចំបន្លែប្រភេទឆាគ្រឿងឲ្យជាមុនសិនមកថ្ងៃនេះខ្ញុំមានខ្ទឹមបារាំងបាទម្ទេសហាវ៉ៃមានពណ៌ខៀវពណ៌លឿងដោយសារតែពណ៌ក្រហមខ្ញុំអស់ចឹងទៅខ្ញុំអត់បានដាក់ទេយើងប្រើម្ទេសដៃនាងយកបាទម្ទេសដៃនាងនិងខ្ទឹមបារាំងយើងហាន់ចំណិតចឹងមកអាចជាខ្ទង់2ធ្នាប់ឬ1ធ្នាប់កន្លះបាទចឹងមកបាទបន្លែយើងរួចហើយឥឡូវយើងនៅអត់ទង់ម្ដងបាទទង់ហាន់កង់បិណ្ឌហ្នឹងមកកន្លែងខ្លះគាត់ចូលចិត្តតូចចឹងហ្នឹងដោយសារតែនេះទង់វារាងតូចដែរខ្ញុំអត់រៀនហាន់តូចទេខ្លាចយើងបំពងទៅវាស្វិតទៅជាតូចស្វិតទៅយើងអត់មានសាច់ញ៉ាំចឹងតែខ្ញុំហាន់រាងវែងបន្តិចដោយសារតែទង់វារាងតូចបាទយើងបំពងទៅអាចល្មមតែយើងមកមាត់យើងញ៉ាំណាបានទង់យើងបានរួចហើយដាក់ចានទង់នេះគឺខ្ញុំបានលាងរួចរាល់ហើយណាបងប្អូនទាំងអស់គ្នាលាងរួចរាល់ហើយលាងសូដាលាងទឹកបាទគឺលាងមកស្អាតហើយណាបងប្អូនទាំងអស់គ្នាឥឡូវនេះដល់ម៉ោងយើងដាក់ខ្ទះម្ដងហើយបាទខ្ទះយើងដាក់ខ្ទះឲ្យក្តៅបន្តិចមកបាទខ្ទះក្តៅហើយយើងចាប់ផ្ដើមដាក់ខ្លាញ់ទាំងអស់គ្នាបាទគេដាក់ពីវែងមកបាទដើម្បីឲ្យវាលេចសាច់បន្ទង់តិចយើងបំពងឲ្យវារាងក្រៀមបាទអ្នកខ្លះចូលចិត្តឆាប្រភេទស្រស់បាទឆាប្រភេទសាច់បន្ទង់ស្រស់បាទប៉ុន្តែខ្ញុំសាច់បន្ទង់ស្រស់ខ្ញុំអត់សូវហ៊ានញ៉ាំទេខ្ញុំចូលចិត្តញ៉ាំបែបប្រភេទសាច់បន្ទង់បំពងហើយវាមានក្លិនឈ្ងុយផងបាទឈ្ងុយបើយើងលើកមកឈ្ងុយបាទយើងកូរវាបន្តិចមកដើម្បីកុំឲ្យវាជាប់បាតខ្ទះបាទឥឡូវសាច់បន្ទង់យើងក្រៀមល្មមដែលយើងត្រូវការហើយបាទយើងស្រង់មកបាទអូខេអូយពណ៌ដ៏ស្រស់ស្អាតបានសាច់អន្ទង់មួយចានទៀតហើយបាទអន្ទង់នេះគឺខ្ញុំប្រើចំនួនតែ2ខាំទេបាទអត់ប្រើច្រើនទេខ្លាចញ៉ាំអត់អស់យើងច្រើនពេកម្នាក់ឯងញ៉ាំអត់អស់ទេយើងដាក់មកដល់មកញ៉ាំទៅកុំឲ្យខ្ជិលនៅក្នុងការធ្វើម្ហូបដើម្បីរីកត្បិតសំចៃផងបាទនេះគឺជាមុខម្ហូបគ្រឿងទេសដែលខ្ញុំត្រៀមសម្រាប់ធ្វើឆាគ្រឿងអន្ទង់បាទបងប្អូនទាំងអស់គ្នាមានវីចេងមានស្ករមានគ្រឿងកិនអានេះខ្ញុំខ្ជិលបុកខ្ញុំប្រើគ្រឿងកិន100បាទឥឡូវយើងចូលខ្ទះម្ដងទៀតហើយបាទខ្ទះជាលើកទី2ហើយលើកនេះខ្ទះលើកទី2ក៏ជាលើកបញ្ចប់ដែរបាទដាក់ខ្លាញ់មួយវែងមកឲ្យខ្ទះក្តៅបាទយើងយកស្រង់ខ្លាញ់ទុកខ្លាញ់តែបន្តិចបានហើយប្រហែលជា2ស្លាបព្រាឲ្យបានហើយនេះគឺជាខ្ទឹមបាទខ្ទឹមចាមនិងខ្ទឹមដំបាទខ្ញុំប្រើពីរប្រភេទនេះបាទនេះតមកយើងដាក់គ្រឿងកិនមកខ្លះហៅគ្រឿងបុកខ្លះហៅគ្រឿងកិនហ្នឹងទៅបាទហើយបន្ថែមជាមួយស្លឹកក្រូចសើចកូរគ្រឿងបន្តិចមកខ្ញុំដាក់ម្ទេសចូលបាទម្ទេសនេះដែរមានម្ទេសហេលនិងម្ទេសដៃនាងតែកន្លែងណាគាត់ហៅម្ទេសផ្លោកហើយតំបន់ខ្លះគាត់ហៅម្ទេសដៃនាងបាទយើងកូរគ្រឿងឲ្យឈ្ងុយតិចមកបាទកូរចឹងមកហើយយើងបន្ថែមទឹកកន្លះវែងមកអូគ្រាន់តែផ្សែងក៏ឈ្ងុយដល់កាមេរ៉ាដែរនេះឈ្ងុយហើយគ្រឿងនេះបាទឥឡូវខ្ញុំដាក់សាច់អន្ទង់កូរជាមួយគ្រឿងដើម្បីឲ្យសាច់អន្ទង់វាបឺតជាតិក្លិនគ្រឿងទៅវាឈ្ងុយជាតិគ្រឿងណា
bạn chui chiếc đường thằng năng dân khăm tới dân bật nét ra mày bà ra mày đọc lần đường tuồng chui bà là mau nhầm đặt trong tay hãy miền bị chế năng thảo sốtนี่คือเชียร์สกอร์បាទនេះគឺជាប្រេងខ្យងបាទយើងដាក់ទៅតាមតម្រូវការដែលរសជាតិដែលយើងចូលចិត្តញ៉ាំបាទអ្នកខ្លះចូលចិត្តស្រាលអ្នកខ្លះចូលចិត្តដិតអ្នកខ្លះចូលចិត្តធ្ងន់អញ្ចឹងទៅបាទមិនប្រេងទេបាទថែមជាមួយទឹកត្រីបន្តិចមកបាទយើងកូរសាច់បន្តិចបាទយើងកូរច្រើនពេកខំបន្តិចសាច់ត្រង់នេះគឺជាប្រភេទស្រាចិនបងប្អូនណាដូចជាខ្ញុំបញ្ជាក់ជាមួយវីដេអូមុនអញ្ចឹងបើយើងអត់មានស្រាចិនទេគឺយើងអាចដាក់ស្រាខ្មែរបានដូចគ្នាដើម្បីកាត់ក្លិនឆ្អាបរបស់សត្វអន្ទង់ដូចជាប្រភេទសត្វព្រៃអីចឹងណាកាត់ក្លិនឆ្អាបក្លិនអីរបស់វាដែរបាទនេះគឺជាបន្លែរបស់ខ្ញុំមានម្ទេសហាវ៉ៃពណ៌ខៀវមានពណ៌លឿងជាមួយខ្ទឹមរាំងភាសាពណ៌ក្រហមអត់បើសិនយើងមានពណ៌ក្រហមទៀតដាក់មកគឺពណ៌ស្រស់ស្អាតបណ្ដោយព្រោះឃើញពណ៌ម្ទេសហាវ៉ៃហ្នឹងក៏ចង់ញ៉ាំដែរបាទបន្ថែមជាមួយសណ្តែកដីបាទតមកយើងបន្ថែមជាមួយបញ្ចប់ដោយម្រះព្រៅបាទចាប់តាមព្រះទៅខ្ញុំសាច់ទឹកបន្តិចទៅមកវាកោកស្ងួតពេកបាទកោតិចមកឥឡូវឆាគ្រឿងទៅមកខ្ញុំបានរួចរាល់ហើយបាទឥឡូវរៀបចានរួចសពគ្រប់ហើយបានដួសដាក់ចានបាទគួរចង់ញ៉ាំទេបងប្អូនមើលមកពណ៌ទាំងអស់គ្នាបាទនេះជួយចង់ឲ្យចេញជារូបរាងបែបនេះបាទនេះគឺជាឆាគ្រឿងអន្ទង់របស់ខ្ញុំបាទអ្នកបាត់ដំបងបាទសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ពេញចិត្តនៅវីដេអូរបស់ខ្ញុំធ្វើសូមជួយចុច follow ឲ្យខ្ញុំបាទនៅក្នុងបាទអរគុណធំៗសម្រាប់ការចូលទស្សនាវីដេអូរបស់ខ្ញុំបាទ